នេះបកាយឃើញតិចល្អឃើញថាបងដូចយ៉ាប់កំដៃអត់តែយ៉ាងបាទនេះជាក្រប155មីលីម៉ែត្រឈ្មោះរបស់វា NR269 វាជាម្ដាយក្រប M46 ផលិតនៅប្រទេសអ៊ីស្រាអែលហើយក្របនេះដែរគឺធ្លាក់នៅចំណុចភូមិអូកំបុតឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យនៅក្នុងការប្រយុទ្ធគ្នាខែ12ឆ្នាំ2025ហើយក្រុមរបស់ខ្ញុំបានមកស្រាវជ្រាវនៅចំណុចនេះនៅថ្ងៃទី2ដោយបងអ្នកកសែតបានឃើញផ្លាកនោះហើយអញ្ចឹងគឺថ្ងៃទី2ខែ1ឆ្នាំ2026ហើយក្របនេះផងដែរគឺវាធ្លាក់ពីចំណុចនេះមកវារត់មកនេះបើយើងវាស់កម្ពស់នេះជាក់ស្ដែងប្រហែលជា1ម៉ែត្រកន្លះហើយក្របអាហ្នឹងវាអាចថែមទៀតបានទេម្ដាយក្របវាលក្ខណៈវាបង្កគ្រោះថ្នាក់ធ្វើស្គាល់ជាងក្របយ៉ាងផ្សេងៗទៀតបាទវាជាម្ដាយក្របនៅពេលណាដែលវាដំណើរការគឺកូនក្របវាចេញពីក្នុងខ្លួនរបស់វាមក49ក្របទៀតអញ្ចឹងក្របខ្លះវាអាចផ្ទុះក្របខ្លះវាអាចមិនផ្ទុះប៉ុន្តែវាមានមុខងារពីរអាកូនក្របហ្នឹងកាលណាដែលបើវាមិនផ្ទុះលើដីវាធ្លាក់មកមិនទាន់ផ្ទុះវាទៅជាមីនវិញអញ្ចឹងបើសិនជាយើងដើរមិនបានចាប់អារម្មណ៍ឬក៏ដើរជន់ក៏អាចបង្កឲ្យគ្រោះថ្នាក់បានអាចនិយាយពីរូបរាងវាតិចមកមិនថាជាម្ដាយប្រហែលជាវាមានរូបរាងអីវាធំហើយឬក៏វាយ៉ាងរូបរាងអីយ៉ាងម៉េចហើយយើងអាចនឹងបង្កវាដល់យ៉ាងបាទវាជាម្ដាយវានេះដោយសារទំហំមុខកាត់របស់វា155មីលីម៉ែត្របដ ாய் របស់វាប្រហែលជា70មីលីម៉ែត្រតាមបងដឹងថាតើយើងរកបានអាម្ដាយក្របហ្នឹងប្រហែលជាប្រមាណក្របមានតឹងអីទេឬក៏រត់រាប់ពេលបាទបើតាមយើងស្រាវជ្រាវពីខែ1ឆ្នាំ2026រហូតដល់ថ្ងៃទី30នេះបើយើងស្រាវជ្រាវនេះរកឃើញអាម្ដាយក្របប្រភេទ NR269 និងមួយទៀតមានម្ដាយក្របមួយទៀតឈ្មោះថា M396 ឬក៏ M395 ហ្នឹងគឺចំនួនប្រហែលជា60គ្រាប់តាខេត្តបន្ទាយមានជ័យទេនៅតួចេះគឺវានៅក្នុងបាទមួយគ្រាប់នេះប្រហែលជា49គ្រាប់អានេះពេលវាជាប់អញ្ចឹងជាបច្ចេកទេសយើងត្រូវតែមូវាចេញបាទបន្សាបវាចេញ